ពេលរយៈខ្ញុំប្រើរយៈ2ខែទៅ1ខែអញ្ចឹងគឺវាប្រឈមនឹងឈឺខ្លាំងចាអញ្ចឹងវាគាត់បានធូរមកទីទេអញ្ចឹងខ្ញុំទៅសិក្សាដល់រយៈ3ខែ4ខែព្រោះខ្ញុំថតមើលភាសាទៀតតែជង្គង់ខ្ញុំពីនៅស្រាមតែអញ្ចឹងខ្ញុំក៏ព្រោះជាមួយលោកគ្រូថាលោកគ្រូជង្គង់ខ្ញុំមកជាបាបែបណាបានវាបានដោះលឿនអញ្ចឹងអ្នកគ្រូគាត់ឆ្លើយប្រាប់ថាម៉ែជង្គង់ម៉ែអញ្ចឹងគាត់មានវ័យចាស់អញ្ចឹងវាមិនអាចជាបានភ្លាមអញ្ចឹងគាត់ថាបានបាត់ការឈឺចាប់ចាបាត់ការឈឺចាប់ឯងអញ្ចឹងគឺពិបាកមែនតើចាហើយដល់ពេលខ្ញុំរៀបជង្គង់នឹងហើយបញ្ហាឆ្នាំនឹងយូរខែយូរឆ្នាំចាស់ជិត2ឆ្នាំចាវាប៉ះពាល់កម្រងនោមខ្លាំងបំផុតហ្មងចាខ្ញុំខ្លាចបំផុតរឿងកម្រងនោមចាគឺជំនោមតក់របៀបទៅហានោមហើយស្រកលើនឹងទៀតចាអញ្ចឹងគឺខ្លាំងមែនតើដល់ពេលអញ្ចឹងហើយប៉ះពាល់នឹងអានឹងហើយប៉ះពាល់របៀបវាខ្លាំងទៀតពេលវាគឺនិយាយទៅអត់ឃ្លានបាយទេគាត់ថាធំថាអ្នកចិត្តខាងគេធ្វើអីគឺជច្អល់ក្អួតតែម្ដងអញ្ចឹងគឺប្រឈមខ្លាំងតែអញ្ចឹងបានជាខ្ញុំបនហ្មងដែលយកសពថ្ងៃគឺបនថាមានរបស់អីដែលល្អគឺខ្ញុំប្រើហ្មងដល់ខ្លាចស្ដាយលុយព្រោះខ្ញុំទៅពេទ្យបញ្ឈរមួយខែអស់200ទៅ300ចាអញ្ចឹងគឺសំខាន់តែអញ្ចឹងចៃដន្យនេះខ្ញុំទៅប្រើរយៈពេលខ្លីទេអញ្ចឹងខ្ញុំអរគុណតាមដៃខាងចាគាត់មកដៃខាងនេះគ្រប់ចាគាត់បានណែនាំខ្ញុំនៅកន្លែងវត្តចាអញ្ចឹងគឺបានតែគាត់ណែនាំខ្ញុំម្ដងហើយម្ដងទៀតគឺខ្ញុំអត់ជួយទេប៉ុន្តែថ្ងៃនោះចៃដន្យគាត់ឃើញខ្ញុំទៅវត្តពិបាកបាត់ជើងអញ្ចឹងគាត់ហៅសួរខ្ញុំតែម្ដងចាសួរថាឈឺបែបណាមកថាឥឡូវចង់ជាអត់ខ្ញុំថាចង់បើចង់ឥឡូវទៅតាមខ្ញុំអត់អញ្ចឹងគឺសម្រាប់ខ្ញុំតែចាគឺកម្មវិធីដូចថ្ងៃនេះអញ្ចឹងគឺម្ចាស់ក្រុមហ៊ុនគាត់មកផ្ទាល់តែម្ដងចាអញ្ចឹងខ្ញុំមកតាមគាត់ទៅយើងនិយាយគាត់និយាយទៅហេតុផលទៅនឹងជំងឺយើងចាអញ្ចឹងបានខ្ញុំពិសាជាមួយគាត់ដែលគាត់ធ្លាប់ប្រើមុនយើងពិសាមួយគាត់ទៅបានលោកគ្រូអ្នកគ្រូគាត់ចែកបាននេះគាត់ទៅតាមផ្ទះចាគាត់ណែនាំទៅខ្ញុំប្រើតាមគាត់ចាហើយខ្ញុំប្រើហ្នឹងមានបញ្ហាច្រើនជាងគេចាមានអាជើងខ្ញុំហ្នឹងមុនដែលយើងប្រើលទ្ធផលហ្នឹងគឺពិបាកគាត់ដើរទៅវត្តទៅបានឡើងទៅផ្ទះបានដល់ពេលខ្ញុំប្រើថ្ងៃទី1ដឹងមិនទេបងប្អូនគឺដើរអត់រួចតែម្ដងចាហើយខ្ញុំអត់ហ៊ានប្រើទេអញ្ចឹងគឺខ្ញុំទេអ្នកគ្រូដែលណែនាំខ្ញុំថាខ្ញុំលែងប្រើហើយលទ្ធផលព្រោះតែមានបញ្ហាអញ្ចឹងគាត់ប្រាប់ថាអត់អីទេម៉ែហ្នឹងមកពីម៉ែមានបញ្ហាកសែអីអញ្ចឹងខ្ញុំតាមគាត់អញ្ចឹងតាមទៅវាធូរម្ដងបន្តិចប៉ុន្តែខ្ញុំប្រើបាន BC ហើយប្រើកាហ្វេទៀតចាហើយខ្ញុំប្រើរយៈតែ4ថ្ងៃមួយទៀតចាខ្ញុំចង់ជឿលឿនចាខ្ញុំប្រើ BC នឹងលាបហើយបញ្ហាកម្រងនោមពាក់វានឹងគឺវាស្រោបតែម្ដងវាស្រួលដល់ពេលខ្ញុំនឹកថាខ្ញុំពី3មកនឹងវាស្រួលហើយខ្ញុំចាប់បានភ្នែកខ្ញុំបក5-10ឆ្នាំហើយបក2ដងចាបក2-3ឆ្នាំទៅផងវាភ្លើងចាក្រោយមកគឺល្ងឹតតែខ្ញុំពាក់វ៉ែនតាជាប្រចាំយប់ខ្ញុំពាក់ថ្ងៃខ្ញុំពាក់ដែរអញ្ចឹងបញ្ហាខ្លាំងតែអញ្ចឹងខ្ញុំយកមកលាបថ្ងៃដំបូងគឺភ្លឺមែនតែចាបើសិនគ្រូគ្រូសាខ្ញុំក៏អត់សូវគ្រប់ត្រូវទេព្រោះគាត់ចូលចិត្តនឹងលទ្ធផលអញ្ចឹងខ្ញុំប្រាប់គាត់ថាលទ្ធផលគឺល្អមែនតែអញ្ចឹងគឺលទ្ធផលទេវតាហ្មងខ្ញុំភ្លឺចាក្នុងទី1ភ្លឺថ្ងៃទី2ប្រភេទថ្ងៃទី3គឺល្ងឹតសូនតែម្ដងចាប៉ុន្តែខ្ញុំនឹកស្មានថាជង្គង់យើងប្រើថ្ងៃទី1វាមានបញ្ហាអញ្ចឹងខ្ញុំប្រឹងសិក្សាមួយថ្ងៃហើយមួយថ្ងៃទៀតខ្ញុំតាមលោកគ្រូណែនាំអញ្ចឹងខ្ញុំធ្វើតាមគាត់ទាំងអស់ចាខ្ញុំចង់ជាដល់ពេលអញ្ចឹងបន្ទាន់គឺធូរស្រាលមកល្អតែម្ដងចាអញ្ចឹងហើយបានជាខ្ញុំកាត់កញ្ចប់មួយហើយមួយទៀតដល់ពេលខ្ញុំជាហើយខ្ញុំជួយចែករំលែកបងប្អូនខ្ញុំអ្នកជិតខាងអ្នកមិត្តភក្តិខ្ញុំដែលមានបញ្ហាជំងឺដូចខ្ញុំអញ្ចឹងគឺគាត់ផឹកទៅគាត់ជាចាអញ្ចឹងគឺខ្ញុំណែនាំបងប្អូនខ្ញុំនឹងទៅក៏បានប្រើទាំងអស់គ្នាចឹងចាហើយពួកគាត់រកបន្តទៀតចាហើយលទ្ធផលល្អអញ្ចឹងហើយខ្ញុំអត់ខ្លាចប្រាប់ពួកគាត់ទេព្រោះសំខាន់គឺខ្ញុំតែម្ដងចាអញ្ចឹងអ្នកជិតខាងគេថាមិនបែបណាពួកខ្ញុំអត់ផលសំខាន់គឺខ្ញុំជាតែឥឡូវនេះខ្ញុំជាហើយតាខ្ញុំរកចំណូលបានទៀតហើយទីទៀតនេះជិតបានទៅម៉ាឡេស៊ីចាអញ្ចឹងសូមពុកម៉ែបងប្អូនប្រើជាលទ្ធផលល្អហើយប្រើជាឲ្យនៅបានទៅម៉ាឡេស៊ីទាំងអស់គ្នាចាវ៉ាវ